ទម្រង់ឱសថទម្រង់ជាឱសថគ្រាប់ក្នុងមួយគ្រាប់មានសារធាតុសកម្មលោកប៉េរ៉ាមីត2មីលីក្រាមចំណាត់ថ្នាក់ឱសថព្យាបាលជំងឺរាអង់ទីយ៉ារ៉េអ៊ិកសកម្មភាពរបស់ឱសថលើសារពាង្គកាយលោកប៉េរ៉ាមីតជាឱសថបង្កើនការស្រូបចូលនៅបរិមាណទឹកនិងអេឡិចត្រូលីតចូលទៅក្នុងខ្លួននិងបន្ថយការបញ្ចេញជាតិទឹកពីក្នុងខ្លួនអាចកាត់បន្ថយត្រង់ស៊ីតកូលិចជាមួយនឹងការបង្កើនចលនារលាស់របស់ពោះវៀនការកប់នឹងជំងឺព្យាបាលជំងឺរាគស្រួយស្រាវនិងរ៉ាំរ៉ៃយ៉ារ៉េអេហ្គូយអេក្រូនិករបៀបប្រើប្រាស់ឱសថនេះត្រូវប្រើប្រាស់ដោយការលេបតាមមាត់កម្រិតនិងរយៈពេលប្រើប្រាស់អាស្រ័យតាមប្រភេទជំងឺរាគស្រួចស្រាវមនុស្សពេញវ័យកម្រិតប្រើប្រចាំថ្ងៃ4មីលីក្រាមឬ2គ្រាប់ក្នុង2ដងក្នុងមួយថ្ងៃដោយមិនលើសពី16មីលីក្រាមឬ8គ្រាប់ក្នុងមួយថ្ងៃរយៈពេលប្រើប្រាស់គឺអាស្រ័យទៅតាមស្ថានភាពជំងឺរាគរ៉ាំរ៉ៃមនុស្សពេញវ័យកម្រិតប្រើប្រចាំថ្ងៃពី4ទៅ6មីលីក្រាមឬ2ទៅ3គ្រាប់2ទៅ3ដងក្នុងមួយថ្ងៃរយៈពេលប្រើប្រាស់គឺអាស្រ័យទៅតាមស្ថានភាពរបស់ជំងឺផលរំខានមានដូចជាតុលិមួកឈឺពោះហើមពោះក្អួតចង្អោរស្ងួតមាត់អស់កម្លាំងងងុយគេងវិលមុខការហាមប្រើចំពោះអ្នកជំងឺទាំងឡាយណាដែលមានប្រតិកម្មជាមួយឱសថលោកប៉េរ៉ាមីតឬសារធាតុដទៃទៀតហាមប្រើចំពោះអ្នកជំងឺរ៉េកតូកូលីតអេម៉ូរ៉ាជីកហាមប្រើចំពោះក្មេងដែលមានអាយុក្រោម8ឆ្នាំអន្តរកម្មឱសថដោយយោងតាមវីដាលឱសថលោកប៉េរ៉ាមីតពុំមានការបញ្ជាក់ណាមួយអំពីអន្តរកម្មរបស់ឱសថនេះជាមួយនឹងឱសថផ្សេងទៀតទេការប្រុងប្រយ័ត្នក្នុងរយៈពេលប្រើឱសថលោកប៉េរ៉ាមីតដើម្បីព្យាបាលជំងឺរាគស្រួចស្រាវក្នុងរយៈពេល2ថ្ងៃមិនបានធូរស្បើយនោះទេត្រូវបញ្ឈប់ការប្រើប្រាស់បន្តការប្រើប្រាស់ហើយត្រូវពិសាទឹក SLO និងត្រូវជួបគ្រូពេទ្យសុំយោបល់ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្នចំពោះអ្នកជំងឺថ្លើមការថែរក្សាឱសថលោកប៉េរ៉ាមីតត្រូវរក្សាទុកក្នុងបន្ទប់មានសីតុណ្ហភាពមិនលើសពី25អង្សាសេ